สุดเลยนะเพราะอย่างนี้คือยังไงที่30ในដំណើរของការហាត់ប្រាណពីគីឡូ62ទៅកាន់គីឡូ70របស់ខ្ញុំដល់ថ្ងៃនេះគ្នាយើងខានជួបគ្នាមករយៈធំដែរដោយសារខ្ញុំអត់សូវមានពេលថតដល់អ្នកគ្នាហើយមួយទៀតពេលខ្ញុំមកហាត់ហ្នឹងរបៀបម៉ោងមនុស្សច្រើនអីចឹងទៅខ្ញុំអត់សូវបានថតជួយអ្នកគ្នាព្រោះខ្ញុំអត់ចង់ឲ្យជប់គេជប់អីដែរហើយខ្ញុំសុំសួរកំណត់អ្នកគ្នាមួយអ្នកគ្នាបើសិនជាខ្ញុំរបៀបថតពេលខ្ញុំហាត់ពេលអីសកម្មភាពនៃការហាត់របស់ខ្ញុំជាប្រចាំថ្ងៃឲ្យអ្នកគ្នាមើលអាហ្នឹងអ្នកគ្នាមើលរបៀបជួយចិត្តមើលរបៀបចឹងឬក៏មិនអ្នកគ្នាអាចខមមិនមកទេរបស់អ្នកគ្នាបានព្រោះអីខ្ញុំមានអារម្មណ៍ថាបើខ្ញុំថតសកម្មភាពនៃការហាត់តារារាល់ថ្ងៃទៅមានអារម្មណ៍អ្នកគ្នាធុញព្រោះខ្ញុំតែខ្លួនឯងក៏ខ្ញុំមើលទៅធុញដែរហើយថ្ងៃហ្នឹងដែរគឺខ្ញុំចូលមកហាត់ទ្រូងហើយនឹងដៃក្រោយអ្នកគ្នាហើយក្បាច់ដំបូងនៃខ្ញុំលេងគឺខ្ញុំលេង incline អ្នកគ្នា incline dumbbell press incline barbell press ក្បាច់នេះគឺខ្ញុំលេងគីឡូរៀងមកទេព្រោះអីខ្ញុំខ្លាចវាចូលស្មាព្រោះអីខ្ញុំមិនសូវចេះ control ពេលខ្ញុំ incline ហើយបន្ទាប់ពីហ្នឹងក៏យើងចូលដល់ bench press អ្នកគ្នា bench press នេះបើខ្ញុំលេងគីឡូរៀងធ្ងន់ព្រោះអីខ្ញុំអាច control បានបើលេង incline គឺខ្ញុំតែដាក់គីឡូធ្ងន់វាចូលស្មាខ្លាំងពេកអញ្ចឹងទៅខ្ញុំសុខចិត្តលេងគីឡូ5សិនយើង bench press ខ្ញុំលេងពី start ពីគីឡូ40គឺ10សងខាងហើយដែកហ្នឹង20ដល់ពីយើងចេញពី40យើងក៏ចូលដល់គីឡូ60អ្នកគ្នានិយាយទៅសម្រាប់ bench press មួយនេះខ្ញុំវាមិនសូវជាជំនាញប៉ុន្មានទេអាចនឹង form ខ្ញុំខុសខ្លះក៏ថាបានដែរអ្នកគ្នាព្រោះវាអត់សូវជារបៀបត្រឡប់លេងក្បាច់ហ្នឹងណាហើយខ្ញុំព្យាយាមលេងគីឡូរៀងធ្ងន់អ្នកគ្នាដូចឥឡូវហ្នឹងអញ្ចឹងអ្នកឃើញខ្ញុំលេងគីឡូ60លេងអត់ដឹងប៉ុន្មាន rep ទេគឺមកលើកលេងរួចគឺបានឈប់ហើយបន្ទាប់ពីចេញពីហ្នឹងខ្ញុំក៏ចូលដល់ក្បាច់ដៃក្រោយអ្នកគ្នាហើយក្បាច់ដែលខ្ញុំចាប់ផ្ដើមមុនគេគឺ overhead cable tricep extension ក្បាច់មួយនេះគឺខ្ញុំរបៀបជួយចិត្តខ្លាំងមែនទេព្រោះអីលេងទៅវាចូលវាធ្វើក្តៅសាច់យើងខ្លាំងវាម៉ែនខ្លាំងយកហ្មងហើយបន្ទាប់ពីចប់ក្បាច់ហ្នឹងខ្ញុំក៏ចូលក្បាច់ដែលខ្ញុំអាសាលេងបំផុតគឺ tricep extension និយាយទៅក្បាច់មួយនេះគឺជាក្បាច់មួយដែលអ្នកគ្នារបៀបសូម្បីអ្នកគ្នាក៏ស្គាល់ទេក្បាច់នេះវាល្បីដែរហើយស្រួលហាត់ក្បាច់នេះស្រួលហាត់តែវាក៏ចូលដៃខាងក្រោយយើងខ្លាំងដែរអ្នកហើយសម្រាប់ rep ហើយនឹង set គឺខ្ញុំលេងដូចតែរដងទេអ្នកគ្នាសម្រាប់ដៃក្រោយគឺខ្ញុំលេងខ្ទង់4-5 set ហើយមួយ set ខ្ទង់10ទៅ12 rep អីហ្នឹងនិយាយទៅមកឈឺហើយបន្ទាប់ពីចប់ខ្ញុំក៏ចូលមកសងគ្នាមួយមិត្តភក្តិខ្ញុំមកលេងបន្តិចព្រោះវាមកដែរអញ្ចឹងទៅក៏សងគ្នាលេងដែរអ្នកគ្នាហើយនៅ gym នេះវាមានកន្លែងជន់លើហ្នឹងគេខ្លះពេញគេខ្លះទលាយដល់ថ្ងៃហ្នឹងឃើញទលាយអញ្ចឹងទៅខ្ញុំក៏មកសងគ្នានៅលើលេងនិយាយទៅអត់មានអីទេអ្នកគ្នាការហាត់ខ្ញុំគឺដំណើរការបានល្អទេហើយសម្រាប់គីឡូរបស់ខ្ញុំឥឡូវបើតាមស្មានហ្មងគីឡូខ្ញុំតែ64-65ខ្ទង់65អីហ្នឹងថ្លៃតែអត់តទេអ្នកគ្នានៅសល់តែ30ថ្ងៃទៀតហើយគីឡូឡើងតែបាន3គីឡូតឹងខ្លាំងមែនតើហើយវីដេអូថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នា